ស៊ូស៊ុងទោះយើងត្រូវស្លាប់ក៏ត្រូវតែអូសពួកឯងទៅកំដរដែរប្រសិនបើលីវឡាយជឿធ្វើមិនបានសម្រេចទេយើងនឹងចោះដៃដោយខ្លួនឯងឈឹងស៊ើបដឹងហើយតើមួយនឹងឈ្មោះលីវឡាយជឿវាជំពាក់លុយល្បែងគេ300ដំឡឹងសប្តាហ៍មុនទើបតែត្រូវពូកាំងបនល្បែងវាបាក់ឆ្អឹងជំនាមួយដាំទៀតចុះវាមានសាច់ញាតិអីអត់វាមានម្ដាយម្នាក់ដែលកំពុងដេកពីការលើក្រែហើយមានប្អូនស្រីម្នាក់ទៀតធ្វើការនៅរោងប៉ាក់បើថ្ងៃស្អែកវាពិតជាទៅប្តឹងមែននោះអញ្ចឹងយើងជួលមនុស្ស2នាក់ទៀតទៅដើម្បីមើលថែម្ដាយនិងប្អូនស្រីរបស់វាហើយជួលគ្រូពេទ្យម្នាក់ទៀតមកព្យាបាលជំងឺម្ដាយវាទៅអញចង់ប្រហែកផលបញ្ចុះបញ្ចូលលួងលោមដោយមនោសញ្ចេតនាហើយលេងសន្លឹកបៀគ្រួសារដើម្បីឲ្យវាបដូរចម្លើយមែនទេធ្វើអញ្ចឹងវាមិនហួសសម័យពេកទេអីខ្ញុំចង់ឲ្យគ្រប់គ្នាបានឃើញថាព្រះរាជយាតដើម្បីលាស់ខ្លួនពីកំហុសសូម្បីតែមនុស្សចាស់ពិការម្នាក់និងកម្មករស្រីរោងប៉ាក់ក៏ទ្រង់មិនព្រមដោះលែងដែរថែមទាំងបង្ខំកូនប្រុសគេបង្ខំបងប្រុសគេឲ្យទៅធ្វើរឿងយងក្នុងបែបនេះទៀតអូខេយល់ព្រមអត់មានជំរឿទេដើម្បីទប់ទល់នឹងមនុស្សទាំងឈួតទាំងឡប់មួយនឹងមានតែត្រូវដើរតួជាតួឯកស្រីចិត្តសាហាវអញ្ចឹងហើយមនុស្សហត់បានការនេះមិនក៏ឯងហ៊ានធ្វើរឿងយងក្នុងថោកទាបបែបនេះហាលីវឡាយជឿថាម្ដាយវាជារវាខ្លាំងពេកវាអត់ហ៊ានទៅទេលីវឡាយជឿមនុស្សសម្រាមចុះយើងនៅសល់មនុស្សប៉ុន្មានអ្នកទៀតក្រាបទូលព្រះអង្គឥឡូវស្ថានភាពតឹងតែងណាស់ព្រះអង្គគុំចាស់ទី3យើងសួរថាឯងនៅសល់មនុស្សប៉ុន្មានអ្នកទៀតនៅខាងក្រៅវាមានហើនៅសល់ចារិកសម្ងាត់ម្នាក់ដែលយើងបង្កប់ទុក5ឆ្នាំមកហើយគឺតាឈៀនជាអ្នកមើលសេះនៅច្រកទ្វារខាងលិចក្រៅពីនេះនៅមានសាច់ញាតិឆ្ងាយម្នាក់នៅផ្ទះបាយរាជវាំងទៀតប៉ុណ្ណឹងគ្រប់គ្រាន់ហើយឲ្យតាឈៀនទៅធ្វើរឿងមួយទៅគឺដុតភ្លើងដុតភ្លើងហ៎ដុតស្លាប់ខាងកើតមែនទេមិនបាច់ដុតឲ្យស្លាប់មនុស្សទេឲ្យតែមានភ្លើងឆេះវានឹងមានភាពវឹកវរមិនខានពេលដែលវឹកវរមនុស្សដែលយើងបានរៀបចំទុកនៅក្នុងវិមានហើអាចឆ្លៀតឱកាសអុកលុកបានហើយប៉ុន្តែនៅស្លាប់ខាងកើតមានកងយាមតឹងរឹងណាស់ណាអញ្ចឹងហើយបានជាត្រូវឲ្យដុតភ្លើងនឹងណាបើភ្លើងឆេះគ្រប់គ្នាច្បាស់ជាទៅជួយពន្លត់ពេលនោះកងយាមច្បាស់ជាមានចន្លោះប្រហោងហើយនេះជាឱកាសចុងក្រោយរបស់ពួកយើងហើយសុំទោសផងណាអ្នកនាងជាងកូនប្រុសខ្ញុំកំពុងបម្រើការនៅរាជវាំងបូព្រាខ្ញុំគ្មានជំរើសក្រៅពីធ្វើតាមបញ្ជាគេទេឆ្មាំឈឹងយប់កណ្ដាលអាធ្រាត្រហើយនៅរវល់អីទៀតនឹងលោកជំទាវសូមមេត្តាទុកជីវិតខ្ញុំផងគឺរាជវាំងបូព្រាអ្នកបង្ខំខ្ញុំទេបើខ្ញុំមិនធ្វើតាមទេគេនឹងសម្លាប់កូនប្រុសខ្ញុំតើព្រះរាជយាតឯងដុតភ្លើងធ្វើអីទ្រង់ឲ្យខ្ញុំដុតភ្លើងធ្វើជាសញ្ញាពេលភ្លើងឆេះហើយឲ្យឆ្លៀតពេលវឹកវរបើកផ្លូវឲ្យអ្នកក្រៅចូលមកអ្នកក្រៅប្រហែលជាកាកសំណល់តបរបស់កុលសម្ព័ន្ធចောက်ខ្មៅហើយចុះកូនប្រុសឯងធ្វើការអីនៅរាជវាំងបូព្រាគឺចិញ្ចឹមសេះគ្រាន់តែជាអ្នកមើលសេះម្នាក់ទេទៅវិមានព្រះរាជយាតចាប់កូនប្រុសវាយកមកទីនេះមកវិមានយើងកំពុងតែខ្វះអ្នកមើលសេះម្នាក់ផងចាលោកជំទាវលើកនេះយើងនឹងទុកជីវិតឯងគឺយកយកដល់ឯងដែលខំជិះរទេះបម្រើវិមានហើអស់10ឆ្នាំប៉ុន្តែវិមានហើនេះឯងមិនអាចនៅបន្តបានទៀតទេអរគុណលោកជំទាវអរគុណលោកជំទាវដែលមេត្តាអ្នកនាងលោកជំទាវហៅអ្នកនាងឲ្យទៅជួបមួយផ្លែតចាយ៉ាងម៉េចទីបំផុតស្រីដាច់ចិត្តដេញខ្ញុំចេញហើយមែនទេលោកជំទាវគ្រាន់តែមានពាក្យពេចន៍ពី3ម៉ាត់ចង់ផ្ដាំផ្ញើអ្នកនាងផ្ទាល់មាត់តែប៉ុណ្ណោះយីក្រោអញដឹងទេថាវិមានយើងទើបតែចាប់បានចារិកម្នាក់ទៀតហើយយីក្រោមិនដឹងរឿងនេះទេ
អញពិតជាមិនដឹងមែនតែអញមិនដឹងខ្លួនទេថាអញបានខ្លាចជាឧបករណ៍បំរាមហិច្ឆតារបស់គេបាត់ទៅហើយខ្ញុំ